ជួយសួរអ្នកគ្រូនេះគឺឈ្មោះជឿនសិរីវឌ្ឍនាហើយថ្ងៃនេះនាងខ្ញុំមកអានកិច្ចការផ្ទះសំណួរទី7ដំណើររថសៀមនិងការវិវត្តនៃរដ្ឋនេះនៅសតវត្សទី7និង8ជនជាតិថៃបានបង្កើតរថណាមជាវដំបងពួកសៀមចូលមកតាំងទីនៅកណ្ដាលទន្លេមេណាមចន្លោះទ្វីបវត្តៃនិងរដ្ឋហេរីវជ័យហើយបង្កើតបានរដ្ឋជាច្រើនក្នុងអំណាចសាត្រាញ់នៅឆ្នាំ1351រាជាណាចក្រអយុធ្យាបានកើតរាជធានីឈ្មោះអយុធ្យាស្ថិតនៅតាមដងទន្លេចៅព្រះយ៉ាអយុធ្យាបានធ្វើការឈ្លានពានពង្រីកទឹកដីលើអាណាចក្រអង្គរ3លើកលើកទី1ដោយស្ដេចរីមេធិបតីលើកទី2ដោយស្ដេចរីមេសូរនិងលើកទី3ដោយស្ដេចរីមេសូរដដែលនៅឆ្នាំ1285ក្រោមការដឹកនាំរបស់ព្រះចៅកំហែងទ័ពចេញពីខេត្តសុខាតៃមកវាយដណ្ដើមយកឆ្នេរទន្លេមេណាមក្នុងក្រុងអយុធ្យាបានដណ្ដើមយកខេត្តខ្មែរនិងវាយលុកចូលក្រុងអង្គរជាច្រើនលើកច្រើនសារព្រមទាំងប្រមូលវត្ថុមានតម្លៃគៀបប្រជាជននិងអ្នកប្រាជ្ញបណ្ឌិតខ្មែរយកទៅប្រទេសខ្លួនថែមទាំងបានកំទេចចំណងប្រាសាទនិងប្រព័ន្ធធារាសាស្ត្រជុំវិញអង្គរពួកសៀមបានចម្លងយកវប្បធម៌ខ្មែរមានអក្សរសាសនាសិល្បៈរបៀបគ្រប់គ្រងរដ្ឋបាលនិងក្បួនច្បាប់ផ្សេងៗនៅឆ្នាំ1767អយុធ្យាត្រូវបានការវាយលុកពីភូមារាជធានីត្រូវបានដុតបំផ្លាញនៅសតវត្សនៅទសវត្សឆ្នាំ1760សន្តិធវង្សថ្មីនៃក្សត្រតង់អូដែលជាស្ដេចជំនាញខាងសិស្សសង្គ្រាមបានវាយលុកអយុធ្យាដោយវាយករថចម្រុះរួចក៏សម្រុកចូលអយុធ្យាតែម្ដងនៅទីបញ្ចប់អាណាចក្រនេះត្រូវបានបង្រួបបង្រួមគ្នាឡើងវិញដោយព្រះចៅតាក់ស៊ីនបានកសាងរាជធានីថ្មីនៅច័ន្ទបុរីនៅឆ្នាំ1782ពួកអភិជននិងមន្ត្រីរាជការសូវទាំងអស់បានងើបប្រឆាំងនឹងពន្ធដារក្នុងស្រុកបានខ្លាចជាការបោះបោរតាមបែបឧទាមកម្មពេលបបោរឈ្នះក៏បានឲ្យចៅព្រះយាចក្រីឡើងសោយរាជហើយបដូរឈ្មោះជាចៅរាមាព្រះចៅរាមាទី1ដែលជាក្សត្រសព្វនិកនៃសន្តិវង្សដែលបានបន្តការគ្រប់គ្រងដឹកនាំប្រទេសរហូតមកដល់សព្វថ្ងៃជំរាបលាអ្នកគ្រូ